Biếp xua lúc dòng Michel Philippines bạn lúc dòng Michel Philippines đời xaប្រជាជនខ្មែរយើងនិយាយភាសាខ្មែរទាំងអស់គ្នាស្ដាប់គ្នាបានទៅវិញទៅមកប៉ុន្តែប្រជាជនភាគច្រើនមិនបានដឹងមិនបានយល់ថាតើភាសាខ្មែរកើតតាំងពីពេលណាមកក្នុងនាមលោកជាអ្នកភាសាវិទូលោកដឹងភាសាខ្មែរមានកំណើត 1000 ឆ្នាំ 2000 ឆ្នាំមុនឬមួយក៏យ៉ាងម៉េច ច្រើនជាងយើងអាចដឹងថាប្រហែលឆ្នាំប៉ុន្តែនៅពេលដែលយើងវិភាគប្រភពនៃភាសាខ្មែរអូខេយើងមានវិធីសាស្ត្រមួយគឺជាវិធីសាស្ត្រប្រៀបធៀបវិធីសាស្ត្រប្រៀបធៀបអញ្ចឹងយើងអូខេប្រៀបធៀបភាសាខ្មែរនិងភាសាដែលគេនិយាយនៅប្រទេសកម្ពុជានិងនៅប្រទេសផ្សេងៗយើងដឹងថាភាសាខ្មែរគឺជាភាសាអូស្ត្រូអាស៊ីអូខេអូស្ត្រូអាស៊ីមានន័យថាម៉េចអូស្ត្រូអាស៊ីខ្ញុំដូចជាពិបាកយល់អូស្ត្រូអាស៊ីកាលមុនអូខេគេនិយាយពីភាសាខ្មែរមករបស់ខ្មែរអូខេធម្មតាអ្នកឯកទេសអឺរ៉ុបគេនិយាយពីភាសាខ្មែរមុនខ្មែរនិងពេលសាធារណរដ្ឋខ្មែររបស់លន់ណុលលោកកេងវ៉ាន់សាក់ចាប់ផ្ដើមនិយាយអំពីភាសាគេខ្មែរមុននេះគឺជាបាទប្រហែលមានកំណើតប្រហែលប្រមាណ1000 ឆ្នាំហើយលោកនេះខ្ញុំគឺថាប្រហែល10000 ឆ្នាំ10000 ឆ្នាំភាសាខ្មែរដូចភាសាទាំងនៅពិភពលោកនេះគឺជាបើសិនជាយើងប្រៀបធៀបភាសាទាំងភាសាអូស្ត្រូអាស៊ីខាងជើងគេនិយាយនៅភាគខាងត្បូងប្រទេសចិននៅតំបន់យូណាននៅភាគខាងត្បូងគេនិយាយនៅពាក់កណ្ដាលប្រទេសម៉ាឡេស៊ីមិនមែនជាភាសាអូស្ត្រូអាស៊ីគឺជាភាសាអូស្ត្រូនេស៊ីដូចនេះនេះគឺជាមួយទៀតប៉ុន្តែនៅភាគខាងកាត់គេនៅជិតសមុទ្រចិនហើយនឹងនៅភាគខាងលិចនៅភូមិប្រទេសថៃឡើងអ្នកខ្លះគាត់បានលើកឡើងថាភាសាខ្មែរយើងបានចម្លងមកពីភាសាបាលីសំស្ក្រឹតអញ្ចឹងមែនឬមួយក៏យ៉ាងម៉េចអត់មកពីភាសាបាលីភាសាសំស្ក្រឹតប៉ុន្តែអូខេភាសាខ្មែរអូខេបានយកភាសាសំស្ក្រឹតជាច្រើនឬភាសាបាលីជាច្រើនហើយតើវិញអូខេពីព្រោះតាំងពីអូខេសតវត្សទី1គ្រិស្តសករាជអូខេទឹកដីកម្ពុជាបានទទួលឥទ្ធិពលពីឥណ្ឌាបានទទួលឥទ្ធិពលពីឥណ្ឌាគឺជាហិណ្ឌូសាសនាអូខេទី1ពុទ្ធសាសនាដែរអូខេពុទ្ធសាសនាដែរគឺជាសិល្បៈ